ជម្រាបសួរពុកម៉ែបងប្អូនសួស្តីទាំងអស់គ្នាខ្ញុំថ្ងៃនេះនាំគ្រួសារនឹងបងស្រីអីមកនាំលេងនៅឋានសួគ៌បូកគោឯនាំគ្នាជិះឡើងទាំងអស់3ម៉ូតូទាំងអស់ម៉ាអ្នកប្រហែលចំនួន7នាក់មួយជិះម៉ូតូ2នាក់ហើយមួយទៀតជិះ3នាក់នៅចែកខ្ញុំជិះ3នាក់ប្តីប្រពន្ធគាត់កូនគាត់ជិះឡើងភ្នំវ៉ាគ្នាឡើងដល់កនេះដល់វគ្គនេះគាត់សេហ្វីឲ្យសេហ្វីថតឲ្យគាត់ខំលើកដៃ freestyle ហើយខ្ញុំជិះថតសេហ្វីទៅនេះមើលអ្នកក្រោយនោះយូមេអ្នកក្រោយ2នាក់នោះមកហើយតបមកនេះជិះថតបាត់កែងផ្លូវបាត់កែងអីណែឯងហើយបន្តមកចៃខ្ញុំឆោតយកទូរស័ព្ទពីខ្ញុំថតសេហ្វីពីអ្នកក្មួយម្ដងខ្ញុំប្រំព្រៀតញើមថតក៏ first style ធ្វើអីដល់ក៏ហើយនេះគាត់ហើយគាត់បាត់ទៅជីអានេះដល់កន្លែងបន់ស្រន់លោកយាយម៉ៅដែលយើងអាចទៅបន់ស្រន់ហ៎លើភ្នំនៅភ្នំបូកគោណែឯងអាចមកភ្នំបូកគោអាចមកបន់ស្រន់បានហើយតបមកកន្លែងផ្លូវនេះគេមានខ្លងទ្វារម្ដងទៀតខ្លងទ្វារឋានសួគ៌បូកគោនឹងវាមាន2ណែឯងហើយបន្ទាប់មកខ្ញុំជិះចេញពីកន្លែងមិញជិះចូលដល់ចកាស្ទូបរីគេខ្ញុំថតបានប៉ុណ្ណេះឯងវីដេអូប៉ុណ្ណេះឯងថតចកាស្ទូបរីបាទតើការអីចាំគេលាក់ comment លាក់អីមកចាំខ្ញុំផ្ញើអានោះឲ្យផ្ញើ file ហើយជីទៅរហូតទៅជីរ៉ូឡើងក្លេចកន្លែង story គេនេះកន្លែងចកាគេនេះឯងចកាគេនេះពុកម៉ែបងប្អូនអាចជួយមើលបាននេះចកា story គេនេះខាំងចាស់តានាងចាស់ដែលគេធ្វើចាស់គេធ្វើនេះដល់កន្លែងខ្ញុំវល់ខ្លួនហើយនេះ story បាទឲ្យតាក់ទងអីចាំខ្ញុំគេលាក់ account channel Facebook story ឲ្យណានៅខេត្តកពតណែឯងកពតនៅលើភ្នំបូកគោណែឯងនេះខ្ញុំប្រវែកខ្លួនមើលថតហើយនេះ story អីបាទតើការបេះបើយើងត្រូវការបេះអីយើងកក់មួយអាទិត្យអីអាចបេះបានណា story នៅភ្នំបូកគោណែឯងដើរមើលខ្លះតង់ទុំខ្លះនៅខ្ចីអីណានេះខ្ញុំថត selfie មើលខ្លួនមើលទៅវីដេអូថតប៉ុណ្ណេះមើលមុខគាត់ដល់កនេះខ្ញុំជិះចំវិញហើយចាប់ពីភ្នំបូកគោអីវិញហើយជីវ៉ាគ្នាអូមើលអូដល់កហើយអ្នកជីពីក្រោយមិញនេះជីមកក្រោយវិញហើយសូមអរគុណ